បាទអញ្ចឹងខ្ញុំបង្ហាញអំពីការ install ទៅលើ Mocha Pro 2025សម្រាប់ Mocha Pro នៅក្នុង DaVinci ជាទូទៅ Mocha Pro យើងអាចប្រើនៅក្នុង After Effects បាទប៉ុន្តែពេលនេះគឺយើងប្រើនៅក្នុង DaVinci បាទព្រោះ Mocha Pro ហ្នឹងគឺ support ទៅគ្រប់កម្មវិធីវីដេអូទាំងអស់អញ្ចឹងណាបាទអញ្ចឹងរបៀប install ទៅលើ Mocha 2025របស់ DaVinci បាទអញ្ចឹងយើងមាន software 2025បាទយើងគ្រាន់តែចូលទៅក្នុងហ្នឹងបាទយើងselect កន្លែង file setup exe នេះមកបាទយើងគ្រាន់តែ run អញ្ចឹងទៅយើងចុច yes មកបាទហើយយកពាក្យ next បាទអូខេអញ្ចឹងយើងយកពាក្យថា no I will restart the computer later អូខេអញ្ចឹងយើងចាប់ផ្ដើមមកបើកជាមួយនឹង DaVinci តើបានអត់ណាបាទបើកជាមួយ DaVinci ហើយយើងចូលទៅក្នុង Fusion មើលតើពេលដែលយើងចុចកន្លែង Mocha Pro ហ្នឹងតើវាឲ្យឬមួយក៏អត់នៅក្នុងហ្នឹងណាបាទពេលដែលយើងចុច Control Space យើងវាយមកមានពាក្យ Mocha Pro អូខេមាន Mocha Pro នៅទីនេះហើយយើង add តម្លាក់មកចុច C ឲ្យជាប់ទាញចូលមកចាំមើលតើមានទាសេរីទាអត់ណាទា license ឬមួយក៏មិនណាអូខេអញ្ចឹងពេលដែលបានអញ្ចឹងហើយបាទយើងប្រើវាជាមួយនឹង Classic បាទអូខេឃើញទេបាទនេះគឺជា Mocha Series version 2025បាទរបៀប install គឺអត់ពិបាកទេណាបាទអូខេបាទអញ្ចឹងនឹងវាសាកធ្វើកន្លែងហ្នឹង